អ្នកទាំងអស់គ្នាមានដឹងថាខ្លួនឯងអាឡែស៊ីជាមួយនឹងប្រភេទរុក្ខជាតិអីខ្លះដែរថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកជាមួយខ្ញុំដើម្បីទៅតេស្តមើលថាតើខ្ញុំអាឡែស៊ីជាមួយអ្វីខ្លះហើយលទ្ធផលគឺ surprise ខ្លាំងមែនតើផឹកឡើងខ្ញុំបានងើបមកប្រជុំបន្តមកទៀតគឺខ្ញុំរៀបចំខ្លួនដើម្បីចេញទៅឯអ្នកទាំងអស់គ្នាប៉ុន្តែមុនពេលដែលទៅគឺចូលញ៉ាំអីតិចសិនអញ្ចឹងនៅនេះពួកខ្ញុំបានមកញ៉ាំជាប្រភេទដូចម្ហូបអីម្ហូបរបស់វៀតណាមអញ្ចឹងបន្ទាប់មកថាចង់ជិះរថភ្លើងដើម្បីសន្សំសំចៃថវិកាចាជិះចុះជិះឡើងវង្វេងផ្លូវជិះ Uber វិញដដែលអញ្ចឹងបន្ទាប់មកយើងក៏បានជិះមកដល់កន្លែងសម្រាប់ធ្វើតេស្តអាឡែស៊ីនឹងអីចឹងនៅនឹងមុនពេលដែលធ្វើតេស្តគឺគេធ្វើតេស្តពិនិត្យមើលសម្ពាធឈាមអីយើងសិនអញ្ចឹងណាថាតើយើងបែបណាហើយគេអាចធ្វើតេស្តយើងបានអត់និយាយទៅវីដេអូនេះគឺតាំងពីខែ5ខែ6ប៉ុន្តែខ្ញុំទៅតែបានកាត់អញ្ចឹងហើយពេលហ្នឹងគឺខ្ញុំនៅញូវយ៉កហើយក៏ឆ្លៀតពេលដើម្បីទៅធ្វើតេស្តផងហើយពេលដែលទៅធ្វើតេស្តហ្នឹងទៅគឺមានសភាពភ័យព្រួយខ្លាំងមែនតើពីព្រោះថានៅលើដៃយើងហ្នឹងគឺគេឲ្យដោះអីចេញទាំងអស់ទាំងដូចឧទាហរណ៍ថាកស៊ូ scrunchie របស់ខ្ញុំហ្នឹងឬមួយក៏នាការអីហ្នឹងគឺដកចេញទាំងអស់បន្ទាប់មកទៀតគឺគេចាក់អានេះនៅលើស្បែកយើងដោយសារតើអីដែលគេចាក់ហ្នឹងគឺគេជាប្រភេទ sample ដែលដូចជាមួយនឹងរុក្ខជាតិផ្សេងៗដែលមាននៅលើបរិយាកាសហើយមូលហេតុដែលខ្ញុំទៅធ្វើតេស្តហ្នឹងគឺដោយសារតើអ្នកទាំងអស់គ្នាបើអត់បានមើល story ខ្ញុំប្រហែលជាអត់ដឹងទេគឺខ្ញុំចូល emergency ជិត10ដងក្នុងខែ5ពេលដែលខ្ញុំនៅអាមេរិកនៅមូលហេតុដោយសារតើខ្ញុំឈឺក្បាលខ្លាំងអញ្ចឹងត្រូវដាក់អុកស៊ីសែនអញ្ចឹងទៅពេទ្យក៏ realize ថាខ្ញុំប្រហែលជាអាឡែស៊ីជាមួយនឹងរុក្ខជាតិផ្សេងៗជាពិសេសគឺឲ្យតែពេល spring អីអញ្ចឹងគឺខ្ញុំចាប់ផ្ដើមឈឺហើយអញ្ចឹងបានន័យថាខ្ញុំប្រហែលជាអាឡែស៊ីជាមួយនឹងពេលដែលខ្យល់លំអងផ្កាអីមកអញ្ចឹងគឺខ្ញុំទៅធ្វើតេស្តអាឡែស៊ីតាក់ទងជាមួយនឹងលំអងផ្កាហ្នឹងហើយនេះគឺគាត់ check first ពីលើដៃយើងហ្នឹងដើម្បីចំណាំថាតើផ្កាមួយណាហើយគាត់សរសេរបូកដកហ្នឹងមានន័យថាអញ្ចឹងបើសិនជាវាកទួលពេលដែលជូតចេញទុកប្រហែល5-10នាទីជូតចេញទៅវាឡើងកទួលក្រហមអញ្ចឹងបានន័យថាយើងអាឡែស៊ីជាមួយនឹងប៉ុន្តែបើវាធម្មតាទេមានន័យថាយើងអត់អាឡែស៊ីទេតែអ្នកទាំងអស់គ្នាដឹងមកអត់អាពេលធ្វើតេស្តហ្នឹងអាពេលចាក់ចូលហ្នឹងវាអត់សូវឈឺទេតែអាពេលទុកវានេះគឺវាចាប់ផ្ដើមឡើងអាឡែស៊ីមកអ្នកទាំងអស់គ្នាឃើញឡើងក្រហមម្ដងតិចហើយឡើងដូរពណ៌មូលហេតុហ្នឹងដោយសារតែសម្រាប់ខ្ញុំលទ្ធផលរបស់ខ្ញុំហ្នឹងគឺខ្ញុំអាឡែស៊ីជាមួយនឹងគ្រប់រុក្ខជាតិទាំងអស់ប៉ុន្តែ result ហ្នឹងអាចរៀង bias អាចរៀងខុសមូលហេតុដោយសារតើមុនពេលដែលខ្ញុំមកហ្នឹងខ្ញុំញ៉ាំថ្នាំផ្សះមួយថ្ងៃមុនដល់ពេលចឹងទៅវាអាចរៀងខុសបន្តិចបន្តួចដែរប៉ុន្តែអ្វីដែលសំខាន់ពេលហ្នឹងគឺរមាស់ខ្លាំងមែនតើនិយាយទៅអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដូចគេឲ្យយើងនៅឲ្យស្ងៀមហើយឲ្យសម្ោចមកខាំម្ដងតិចឬក៏ឲ្យមូសមកខាំឲ្យកុំអេះចឹងណាហើយវាចង់រហូតហ្មងមករយៈពេល5-10នាទីហ្នឹងគឺវាលមាស់ខ្លាំងរហូតចឹងហ្មងបើជាអ្នកទាំងអស់គ្នាវិញតែអ្នកទាំងអស់គ្នាគិតថានឹងទៅធ្វើតេស្ត allergy test ហ្នឹងអត់ចាំជួយ comment ប្រាប់ខាងក្រោមផងហើយនេះអ្នកទាំងអស់គ្នាគាត់បានជូតចេញហើយបន្ទាប់មកទៀតខ្ញុំត្រូវ consult មួយគាត់តែដោយសារខ្ញុំត្រូវ fly ទៅ Boston វិញអញ្ចឹងខ្ញុំអត់បាន consult ទេគឺចាំយក result តាម online ហើយបន្ទាប់មកខ្ញុំបានចេញមកក្រៅឲ្យរកអីញ៉ាំអញ្ចឹង vlog របស់ខ្ញុំថ្ងៃនេះសម្រាប់ការទៅធ្វើតេស្តអាឡែស៊ីនៅលើដៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើបងប្អូនពុកមានទាំងអស់គ្នាមានចម្ងល់អីផ្សេងចង់ឲ្យខ្ញុំចែករំលែកពីវីដេអូអីផ្សេងទៀតអាច comment ខាងក្រោមនេះបានហើយកុំភ្លេចជួយចែករំលែកវីដេអូនេះជាមួយមិត្តភ័ក្តិបងប្អូនកូនក្មួយដែលអ្នកទាំងអស់គ្នាគិតថាអូ maybe គាត់គួរតែធ្វើតេស្តអាឡែស៊ីបែបអញ្ចឹងដែរផងអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតពីនាងខ្ញុំសេងរស្ថាមនី